ប្រិមិត្តជាទីមេត្រីយើងមកចាប់អារម្មណ៍ករណីរឿងរ៉ាវសន្តិសុខសង្គមនៅក្នុងវគ្គនេះបើសិនមកយើងបានជម្រាបជូនពីករណីចាប់ចម្រិតហើយនឹងបានសម្លាប់មនុស្សចំនួន2នាក់ម្នាក់ជាភេទទី3ហើយយកទៅកប់នៅព្រែកលៀបចាក់សាពីលើទៀតករណីនេះគឺมันងាយនឹងកើតមានឡើងកម្រមែនទែនហើយនគរបាលក៏បានបង្ហាញមុខគិតកោដែលបានសម្លាប់ទាំង2នាក់ហ្នឹងយកសពនោះទៅកប់រួមគ្នានៅព្រែកលៀបនឹងកាលពីថ្ងៃម្សិលមិញប្រិមិត្តគិតកោដែលបានរឹតកហើយវាយសម្លាប់ស្ត្រីដែលជាភេទទី3ហើយអ្នករត់តាក់ស៊ីម្នាក់ទៀតយកពួកគាត់ទាំង2នាក់ទៅកប់បាទគឺសពនៅឯព្រែកលៀបឯណោះឥឡូវនេះត្រូវបានកម្លាំងយកមកបង្ហាញមុខជាសាធារណៈហើយនៅព្រឹកថ្ងៃទី3បាទមិថុនា2026ម្សិលមិញមានគ្នា4នាក់ហើយចិនគឺ3នាក់ហើយមានជនជាតិខ្មែរម្នាក់តំណងជាអ្នករត់តាក់ស៊ីសំទោសជាអ្នកបើកបរឲ្យជនជាតិចិនទាំង3នាក់ហ្នឹងឃាតកម្មដ៏សាហាវនេះគឺជាករណីចាប់ចម្រិតទារប្រាក់ប៉ុន្តែមិនបានសម្រេចគឺជាជនសង្ស័យជនជាតិចិននិងខ្មែរសរុបមានគ្នា4នាក់បានចាប់ជនរងគ្រោះទាំង2នាក់យកទៅឲ្យជនជាតិភូមាយើងហៅថាមីយ៉ាន់ម៉ានោះចំនួន4នាក់នៅផ្ទះមេខ្លោងនៅឯព្រែកលៀបនេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យ4នាក់ដែលត្រូវបានចាប់ខ្លួនបានករណីចាប់ចម្រិតទារប្រាក់និងអំពើឃាតកម្មដ៏សាហាវនេះគឺជាការគិតទុកជាមុនប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ 168D ផ្លូវបេតុងភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី23បើខែឧសភា2026នៅវេលាម៉ោង23:30នាទីយប់បានន័យថាម៉ោង11កន្លះយប់បាទហើយជនសង្ស័យដែលបង្ហាញមុខទី1ឈ្មោះសុខាដានីភេទប្រុសអាយុ27ឆ្នាំជនជាតិខ្មែរបាទហើយទី2ឈ្មោះយុនគឹមហ៊ុនបាទភេទប្រុសអាយុ40ឆ្នាំជាជនជាតិខ្មែរដែរហើយបាទគឺ3ឈ្មោះវងយេងឡុងភេទប្រុសអាយុ31ឆ្នាំជាជនជាតិចិននិងទី4ឈ្មោះយូវីមីងភេទប្រុសអាយុ26ឆ្នាំជនជាតិចិនអញ្ចឹងខ្មែរ2បាទចិន2អធិស្ឋានបាទហើយចំណែកជនរងគ្រោះឈ្មោះទី1តាំងស៊ីមេងហៅលីលីនោះភេទទី3អាយុ35ឆ្នាំជនជាតិខ្មែរមុខរបរជាបុគ្គលិកបាទក្រុមហ៊ុនស្នាក់នៅភូមិ6សង្កាត់អូរស័យទី2ខណ្ឌ7មករាម្នាក់ទៀតឈ្មោះអែមគឹមស្រុននេះអាយុ38ឆ្នាំជាអ្នកបើកបរឡានតាក់ស៊ីហើយស្នាក់នៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញវិរៈស្នេហ៍ឯកមុំសាវុនបាននាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាដោយមានបទបញ្ជាពីឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីនិងមានការដឹកនាំបញ្ជាផ្ទាល់ឧត្តមស្នេហ៍ត្រីប៊ុនសត្យាស្នងការរងទទួលផែនការងារបាននគរបាលព្រហ្មទណ្ឌនិងបញ្ជាដែលផ្ទាល់ពីឧត្តមស្នេហ៍ទូលីប៊ុនអេងស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលថ្ងៃ1មិថុនាកន្លងទៅម៉ោង 15:10 នាទីរសៀលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវរហូតដល់ទៅចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន4នាក់រួមជាមួយនឹងវត្ថុតាងហើយក៏បានអនុវត្តនីតិវិធីបាទគឺសោកសៅហើយនឹងគិតកម្មដ៏សាហាវមែនទែនចាប់ចម្រិតទារប្រាក់ហើយមិនបានសម្រេចនោះទេហើយក៏សម្លាប់យកសពទៅចាក់សាបនៅឯព្រែកលៀបឯណោះបាទទស្សនិកជនចំណែកឯករណីចរាចរណ៍រថយន្តបោះពុយលឿនទៅបុកសសរស្ពានលបឿនលឿនបណ្ដាលឲ្យស្លាប់តកងហើយអ្នករួមដំណើរហ្នឹងក៏រងរបួសធ្ងន់ដែររបួសចាប់បរោះជាតកងរថយន្តបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុហើយស្ត្រីម្នាក់ទៀតដែលរួមដំណើរបានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកភ្លាមខណៈដែលបរោះខាងលើបើរថយន្តកុងតឺន័រលឿនដូចហោះតាមរយៈកាមេរ៉ាសុវត្ថិភាពនេះបងប្អូនបានឃើញហើយគឺស្ដែងតែម្ដងគឺបើកលឿនដូចហោះតែម្ដងបោះពួយទៅបុកជាមួយសសរស្ពានផ្លូវលបឿនលឿនយ៉ាងពេញទំហឹងបង្កមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចហេតុការណ៍រថយន្តកុងតឺន័របោះពួយលឿននេះបានកើតឡើងនៅម៉ោង10:30នាទីព្រឹកថ្ងៃទី3មិថុនាឆ្នាំ2026នៅលើកំណត់ផ្លូវជាតិលេខ4ចន្លោះបង្គោលគីឡូម៉ែត្រលេខ99ទៅលេខ100ស្ថិតនៅក្នុងភូមិទី6ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនគរបាលស្រុកភ្នំស្រួយបាននិយាយដឹងថានៅមុនពេលកើតហេតុរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ្វុយសូពណ៌លឿង
ពាក់ស្លាកលេខភ្នំពេញ 3E 9488 សណ្ដោងសមីរមាត់ស្លាកលេខព្រះសីហនុ 4A 1210 បើកបរដោយឈ្មោះមីសាវ៉ាតចាមីសាវ៉ាតភេទប្រុសអាយុ33ឆ្នាំរស់នៅភូមិកំព្រាលឃុំប្រឡាយស្រុកស្ទងខេត្តកំពង់ធំហើយអ្នកជិះក្នុងរថយន្តភេទស្រីមិនស្គាល់អត្តសញ្ញាណគឺបានរងរបួសធ្ងន់រថយន្តកុងតឺន័របានបើកបរតាមបណ្ដោយផ្លូវជាតិលេខ4ទិសដៅពីលិចទៅកើតហើយនៅពេលធ្វើដំណើរដល់ចំណុចកើតហេតុហ្នឹងក៏រែកចង្កូតមកស្ដាំដៃធ្លាក់ផ្លូវបុកសសរស្ពានផ្លូវលបឿនលឿនបណ្ដាលឲ្យគៀបស្លាប់តកងរថយន្តឈ្មោះមីសាវ៉ាតចំណែកអ្នករួមដំណើរហ្នឹងក៏រងរបួសធ្ងន់ហើយក៏ត្រូវបានគេដឹកសង្គ្រោះទៅបន្តភ្លាមផងដែរលឿនមែនតើចាបាទយើងមកតាមដានករណីបង្ក្រាប scam online នៅជីដែននៅខាងស្វាយរៀងកម្លាំងនគរបាលខេត្តស្វាយរៀងបានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស scam online នៅចំណុចវិឡាជួលនៅក្រុងបាវិតដោយអនុវត្តតាមបទបញ្ជាដ៏ពងខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងអាដាមពេងពោសាអភិបាលគណៈអភិបាលខេត្តស្វាយរៀងស្ដីអំពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ scam នៅខាងខេត្តស្វាយរៀងយប់បាទសំទុះការពីថ្ងៃ1មិថុនាកន្លងទៅរស្មីឯកបាទកឹមឡៃបាទស្នងការរងនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនាយកដ្ឋានព្រំប្រទានក្រសួងមហាផ្ទៃនិងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតដោយមានការសម្របសម្រួលពីលោកដូរ៉ាអង្គប្រទានបាទគឺព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តចុះស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅចំណុចផ្ទះវិឡាជួលស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការ9នាក់ស្រី3នាក់ជនជាតិវៀតណាម8នាក់ស្រី3នាក់ជនជាតិចិន1នាក់ជាភេទប្រុសសមត្ថកិច្ចដកហូតសម្ភារៈពាក់ព័ន្ធទៅនឹងបទល្មើសមានដូចជាកុំព្យូទ័រលើតុ all in one ទូរស័ព្ទដៃនិងសម្ភារៈប្រើប្រាស់មួយចំនួនបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីបាទហើយទីតាំងប្រព្រឹត្តបទល្មើសបាទក្រុមការងារបានបិទហើយទីតាំងហ្នឹងអញ្ចឹងអ្វីដែលប្រជាពលរដ្ឋយើងកំពុងតែសាទរហ្នឹងគឺសមាជិកគឺធ្វើការងារនេះយ៉ាងសស្រាក់សស្រាំហើយមន្ត្រីដែលមានផ្កាយក្តីមានឋានៈធំៗក្តីដែលជួលវិឡារបស់ខ្លួនទៅឲ្យក្រុម online scam ហ្នឹងក៏មិនត្រូវបានលើកលែងផងដែរហើយប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងដូច្នេះគិតថាខ្លួនឯងមានវិឡាធំបែកកំណត់រស់ស៊ីចាជួលហើយជួលនោះសូជួលឲ្យអ្នកឈ្មួញល្អឈ្មួញអនឡាញទៅទៀតបានតម្លៃខ្ពស់ណាអញ្ចឹងគឺចង់ចំណេញប្រកាសជាដាច់ចំណងបាទគឺខាត់បងខ្លាំងហើយចំណាយពីខេត្តក្រចេះអភិបាលស្រុកចិត្តបុរីបានជំរុញឲ្យមន្ត្រីជំនាញបន្តអនុវត្តទប់ស្កាត់បង្ក្រាបល្បែងស៊ីសនិងបទល្មើសបច្ចេកវិទ្យាដូចគ្នានេះដែរលោកយិនវណ្ណៈអភិបាលស្រុកចិត្តបុរីបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតល្បែងស៊ីសងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងស្រុកឲ្យអស់និងមិនឲ្យមាននៅក្នុងមូលដ្ឋានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសនិងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀតការជំរុញបែបនេះធ្វើឡើងនៅពេលដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបោះសរុបលទ្ធផលការងារប្រចាំខែឧសភានៅលើទិសដៅបន្តរបស់រដ្ឋបាលស្រុកចិត្តបុរីកាលពីថ្ងៃទី3មិថុនាឆ្នាំ2026ជាមួយគ្នានោះលោកយិនវណ្ណៈបានបន្ថែមថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិភាពខ្ពស់បំផុតនិងបានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់តឹងរឹងដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មនេះឲ្យដល់ឫសគល់ដោយគ្មានការលើកលែងដើម្បីធានាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈលោកយិនវណ្ណៈអភិបាលស្រុកចិត្តបុរីបានជំរុញឲ្យមន្ត្រីជំនាញអនុវត្តជាប្រចាំនៅការងារជាអាទិភាពមួយចំនួនរួមមានការបង្ក្រាបបទល្មើសគ្រឿងញៀនក្មេងទំនើងល្បែងស៊ីសងខុសច្បាប់បទល្មើសបំផ្លាញធនធានធម្មជាតិជាដើមយើងមកកាន់ខេត្តកំពង់ស្ពឺវិញម្ដងបាទសមាជិកស្រុកគងពិសីហ្នឹងក៏ឃាត់ខ្លួនជនបរទេសចំនួន9នាក់លួចលាក់ស្នាក់នៅដោយខុសច្បាប់ហើយផុតទឹកដីការស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានជនបរទេស9នាក់ក្នុងនោះមានស្រី4នាក់ហើយមានចំនួន4នាក់ជាជនសញ្ជាតិត្រូវបាន
កម្លាំងសមត្ថកិច្ចស្រុកចម្រុះស្រុកកូនពិសីខត់ខ្លួនពីបទលួចលាក់ស្នាក់នៅដែលខុសច្បាប់ផុតទឹកតការស្នាក់នៅក្នុងផ្ទះសំណាក់ភូមិសាស្ត្រភូមិភៀនភៀននោសាបាទគឺឃុំព្រះនិព្វានស្រុកកូនពិសីខេត្តកំពង់ស្ពឺភូមិភៀននោសាឬក៏ភៀននោសាបាទជាស្រ័យបើសិនជាអានខុសសូមជួយកែតម្រូវផងបាទហើយការខត់ខ្លួនជនបរទេសចំនួន9នាក់មាន4សញ្ជាតិបានធ្វើឡើងកាលពីវេលាម៉ោង 4:40 នាទីរសៀលថ្ងៃ2មិថុនាកន្លងទៅហើយកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើរដ្ឋបាលចំហហើយផ្សព្វផ្សាយអនុក្រឹត្យលេខ03អនក្របករបស់រាជរដ្ឋាភិបាលកម្ពុជាតាមការបញ្ជាលោកឧត្តមសេនីយ៍តូស្នងការនគរបាលខេត្តកំពង់ស្ពឺនិងមានការសម្របសម្រួលពីលោកសាយវាសនារាជអាជ្ញារងសំទោសរាជអាជ្ញារងអាយកាអមសាលាដំបងខេត្តកំពង់ស្ពឺក្រុមការងារចម្រុះបានរកឃើញវត្តមានជនបរទេស9នាក់មានប្រុស5នាក់ស្រី4នាក់ហើយមានចំនួន4សញ្ជាតិបាទគឺ9នាក់ហ្នឹងមាន4សញ្ជាតិនគរបាលស្រុកកូនពិសីឲ្យដឹងថាជនបរទេស9នាក់ហ្នឹងសមត្ថកិច្ចខកខ្លួនមានជនជាតិកាមេរូនហ្នឹង4នាក់ស្រី2នាក់អ៊ូហ្គង់ដា2នាក់ស្រី1នាក់ហើយជនជាតិកេនយ៉ាហ្នឹងគឺ1នាក់ស្រីនិងជនជាតិនីហ្សេរីយ៉ាចំនួន2នាក់បាទហើយករណីនេះផងដែរវត្ថុតាងរួមមានកុំព្យូទ័រ all in one 6គ្រឿង laptop 1គ្រឿងទូរស័ព្ទ32គ្រឿង keyboard 8 ម៉ៅ9គឺដុំ Wi-Fi មួយផងដែរនគរបាលស្រុកកូនពិសីបញ្ជាក់ថាក្រោយធ្វើការឃាត់ខ្លួនទាំង9នាក់នឹងគឺត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តទៅហើយដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីអ្វីដែលគួរឲ្យកត់សម្គាល់ប្រិមិត្តយើងឃើញថាប៉ុន្មានឆ្នាំកន្លងទៅកម្រឃើញជនបរទេសរស់នៅជាក្រុមនៅតាមខេត្តណាបើទៅទិសចរឲ្យថាភាគច្រើនរស់នៅរាជធានីភ្នំពេញប៉ុន្តែបេសកកម្មយ៉ាងក្តៅកគុកដោយភ្លៀងរលឹមអញ្ចឹងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញដែលមានគ្នារាប់សិបនាក់ហ្នឹងគឺចាប់ដើមរត់ប្រសាទចេញពីទីតាំងអគារខុនដូរាជធានីភ្នំពេញអញ្ចឹងក៏បានទៅផ្សាយភាយទៅកាន់បណ្ដាខេត្តមួយចំនួនផងដែរដូច្នេះអភិបាលគណៈអភិបាលខេត្តមួយចំនួនក៏កំពុងតែអនុវត្តនៅអនុក្រឹត្យលេខ03នេះយ៉ាងយកចិត្តទុកដាក់ផងដែរចំណែកឯករណីមួយផ្សេងទៀតធ្លាប់ជាប់ពន្ធនាគារ2ឆ្នាំចេញមកវិញអត់រៀងចាលទេបន្តជួញដូរនិងប្រើប្រាស់គ្រឿងញៀនបន្តទៀតជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី2ករណីជួញដូររក្សាទុកចានៅសារធាតុញៀនអត់រៀងចាលដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង 6:30 នាទីថ្ងៃទី2មិថុនាឆ្នាំ2026ចំណុចបន្ទប់ជួលភូមិថ្មីមួយសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលលោកវរៈសេនីយ៍ឯកយីវណ្ដាអធិការនគរបាលក្រុងតាខ្មៅដែលបានដឹកនាំកម្លាំងជំនាញដោយផ្ទាល់បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះជាសម្បត្តិភេទប្រុសអាយុ36ឆ្នាំជនជាតិខ្មែរនៅក្នុងបន្ទប់ជួលទីតាំងកើតហេតុមុខរបរកម្មករសំណង់វិជ្ជមាននៅសារធាតុញៀនហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលមួយលើករយៈពេល2ឆ្នាំពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ដោយសារធាតុញៀនវត្ថុតាងចាប់យកថ្នាំញៀនម៉ាតកកចំនួន8កញ្ចប់ទម្ងន់ 11.84 ក្រាមទូរស័ព្ទដៃ1គ្រឿងឧបករណ៍សម្រាប់ជក់ថ្នាំញៀន1កូនកាបូប1ដៃកេះចំនួន1និងថង់សម្រាប់វេចខ្ចប់មួយចំនួនហើយនៅចំពោះមុខសមត្ថកិច្ចហ្នឹងក៏បានសារភាពថាថ្នាំញៀន8កញ្ចប់នេះជារបស់ខ្លួនទិញពីឈ្មោះទីចាទៅរកឈ្មោះទីទៀតភេទប្រុសអាយុប្រហែល21ឆ្នាំមិនស្គាល់ទីលំនៅក្នុងតម្លៃ 20,000 រៀលដើម្បីយកមកប្រើប្រាស់ឲ្យលក់បន្តទៀតដោយខ្លួនទំនាក់ទំនងតាមលេខទូរស័ព្ទ015 928 633រួចទៅឈ្មោះទីយកថ្នាំញៀនមកឲ្យខ្លួននៅម្ដុំផ្ទះសំណាក់បង្គោលប្រកាសមែនជនសង្ស័យនៅវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់បើយើងមកករណីទទួលផលចារកម្មនៅកំពង់ស្ពឺនិងស្រុកអង្គស្រួលខេត្តកណ្ដាលកម្លាំងអាវុធហត្ថស្រុកសំរោងទងសហការជាមួយកម្លាំងអាវុធហត្ថនៃស្រុកអង្គស្នួលបង្ក្រាបបទល្មើសករណីលួចម៉ូតូនិងទទួលផលចារកម្មជនសង្ស័យពួកគេមានគ្នា2នាក់ហើយពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូនិងទទួលផលចោរកម្មត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលខេត្តកណ្ដាលធ្វើការស្រាវជ្រាវបង្ក្រាបបាន
ការបង្ក្រាបជនសង្ស័យខាងលើអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមានការសម្របសម្រួលនីតិវិធីពីបាទឧត្តមរាជអាជ្ញាគឺអមសាលាដំបងខេត្តកំពង់ស្ពឺកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយនឹងជំនាញអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យពីអ្នកពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្មកងបាទគឺមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាក្រុមជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួនទី1ឈ្មោះលីសាំងភេទប្រុសអាយុ21ឆ្នាំមិនមានមុខរបរពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិត្រពាំងអំពិលឃុំត្រពាំងគងស្រុកសំរោងទងកំពង់ស្ពឺម្នាក់ទៀតឈ្មោះមឹមមេតភេទប្រុសអាយុ46ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅនៅភូមិបាទគឺបច្ចុប្បន្នភូមិទួលស្រមោឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាលហើយជនរងគ្រោះឈ្មោះដេតស្រីលក្ខភេទស្រីអាយុ29ឆ្នាំជាកម្មការនីរោងចក្រទីលំនៅបច្ចុប្បន្នភូមិទន្លប់ឃុំព្រៃពួយស្រុកអង្គស្នួលខេត្តកណ្ដាលបច្ចុប្បន្នក្រុមជនសង្ស័យជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងដើម្បីនឹងចាត់ការទៅតាមនីតិវិធីរួចទៅហើយបាទចំណែកឯចាគឺអធិការនគរបាលស្រុកស្វាយជ្រុំបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញស្រុកនឹងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសធ្វើលិខិតកោះហៅក្មេងទំនើងម្នាក់ដែលបានបង្ហោះម៉ូតូតាមបណ្ដាញសង្គមចានៅថ្ងៃទី2ខែមិថុនាឆ្នាំ2026វេលាម៉ោង 9:15 នាទីលោកវរៈសេនីយ៍ឯកសោមសុភ័ណ្ឌអធិការនគរបាលក្រុងអធិការនគរបាលស្រុកស្វាយជ្រុំបានបញ្ជាឲ្យកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងនគរបាលរដ្ឋបាលដូនសធ្វើលិខិតកោះហៅក្មេងទំនើងចាគឺម្នាក់ទីលំនៅភូមិដូនតងឃុំធ្លកស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលបានបង្ហោះម៉ូតូតាមបណ្ដាញសង្គម Facebook ឈ្មោះនិចចាពាក់ព័ន្ធនឹងករណីក្មេងទំនើងជិះម៉ូតូបង្ហោះតាមដងផ្លូវមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងឆ្លើយសារភាពថាកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2026វេលាម៉ោង 15:20 នាទីខ្លួនជិះម៉ូតូម៉ាកសង់ការ៉េពណ៌ក្រហមចេញពីផ្ទះទៅដើរលេងជាមួយមិត្តភ័ក្តិមានទីលំនៅភូមិស្នាយក្រៀងឃុំធ្លកស្រុកស្វាយជ្រុំរហូតដល់ផ្លូវលំស្ថិតនៅភូមិអូស្រងាំឃុំដូនសស្រុកស្វាយជ្រុំខេត្តស្វាយរៀងខ្លួននឹងក៏បានជិះម៉ូតូម៉ាកសង់ការ៉េបង្ហោះលើផ្លូវហើយពេលនោះមិត្តភ័ក្តិហ្នឹងគឺជាអ្នកជិះម៉ូតូតាមថតរូបភាពពេលថតរូបភាពបានហើយក៏បង្ហោះតាមបណ្ដាញសង្គម Facebook តែម្ដងពេលបានស្ដាប់ការបំភ្លឺពីក្មេងទំនើងរួចហើយដែលមានការឯកភាពពីឧត្តមសេនីយ៍តូពេជ្រវិរៈស្នងការនគរបាលខេត្តនិងឯកឧត្តមខំសុផារីព្រះរាជអាជ្ញាអមសាលាដំបងខេត្តស្វាយរៀងបានអនុញ្ញាតឲ្យសមាជិកធ្វើការអប់រំក្មេងទំនើងនិងឲ្យអាណាព្យាបាលមកធ្វើលិខិតធានាយកទៅផ្ទះអប់រំបន្តកុំឲ្យធ្វើអ្វីខុសផ្លូវច្បាប់ប៉ុន្តែយើងឃើញទស្សនវិជ្ជាគាត់ធ្វើនេះចូលរួមការងារសង្គមណាដោះប្រគុណដោះនេះដោះនោះអញ្ចឹងទៅហ្នឹងឯងបោះសម្រាមអីសម្អាតអញ្ចឹងទៅគាត់ស្គាល់រសជាតិនឹងម្ដងពេលខ្លះគាត់នៅផ្ទះមិនដែរធ្វើផងហ្នឹងចាម្ដាយឪពុកគាត់អ្នកធ្វើហើយគាត់យកពេលទៅនេះទៅបង្ហោះម៉ូតូឥឡូវនេះមកធ្វើការងារនេះម្ដងសង្គមម្ដងចាបាទសង្ឃឹមថាបងប្អូនកែខ្លួនហើយមកមេឃមិនស្គាល់ភ្លើងមកមេឃប្រឡែងភ្លើងបងប្អូនប្រកាសជាអាចលឺនិងមិនធ្លាប់លឺការសាបគប់គឺជារឿងសំខាន់នៅពេលដែលយើងបបួលគ្នាចេញពីរៀនឬក៏ទំនេរហើយយើងទៅលេងនេះទៅលេងនោះហើយយើងយកអាការបង្ហោះម៉ូតូហ្នឹងបង្ហាញគ្នាថាគឺជារឿងមួយដែលលយដែលសង្ហាឥឡូវម៉ូតូ3ខែម៉ូតូ3ខែអញ្ចឹងគឺខាតបង់ហើយរឿងនេះគឺឆ្លុះបញ្ចាំងអំពីជីវិតរបស់យុវជនគ្រប់ខេត្តទាំងអស់ឲ្យយល់ឃើញថាទាំងអស់នេះមិនមែនជាភាពលយភាពសង្ហានៃវ័យរបស់យើងទេហើយបងប្អូនយល់ដូចខ្ញុំឬក៏យ៉ាងណាប៉ុន្តែថានៅតែមិនលយអញ្ចឹងការថតនោះគឺគោលបំណងយកទៅបង្ហោះហើយតែបង្ហោះខ្ញុំផ្សាយអញ្ចឹងព្រោះឲ្យសមត្ថកិច្ចគឺចាំតែរកតែបង្ហោះនោះគឺទៅដល់ភ្លាមតែម្ដងអញ្ចឹងគឺសូមឲ្យបងប្អូនកែខ្លួនទៅបាទដើម្បីខ្លាយទៅជាយុវជនល្អដើម្បីខ្លួនឯងដើម្បីលោកឪពុកអ្នកម្ដាយនឹងគឺគាត់សប្បាយចិត្តឡើងវិញ